សូមជម្រាបសួរពុកម៉ែបងប្អូននៅពេលនេះខ្ញុំបាទនឹងលើកយកតម្រុយឆ្នោតវៀតណាមម៉ោង 1:30 នាទីម៉ោង 4:30 នាទីម៉ោង 6:30 នាទីថ្ងៃទី15ខែតុលាឆ្នាំ2025ដើម្បីមកចែកជូនពុកម៉ែបងប្អូនមុននឹងចូលដល់តម្រុយឆ្នោតខ្ញុំបាទសូមលើកយកតម្រុយឆ្នោតដែលបានឲ្យកាលពីម្សិលមិញដើម្បីមកទៀងទាត់ជូនពុកម៉ែបងប្អូនសម្រាប់ម៉ោង 1:30 នាទីម៉ោង 4:30 នាទីហើយនិងម៉ោង 6:30 នាទីតម្រុយដែលខ្ញុំបាទបានឲ្យគឺមានលេខ30 53 67 03លេខអុសមាន2ខ្ទង់គឺអុសខ្ទង់30ហើយនិងអុសខ្ទង់60បន្តមកទៀតនេះខ្ញុំបាទនឹងទៀងទាត់ជូនពុកម៉ែបងប្អូនសម្រាប់ម៉ោង 1:30 នាទីម៉ោង 1:30 នាទីគឺយើងត្រូវបានប៉ុស A គឺ02គឺត្រូវចូលខ្ទង់បន្តមកទៀតគឺយើងត្រូវបានប៉ុស A ដូចគ្នាគឺ36គឺត្រូវលេខអុសបន្តមកទៀតគឺយើងត្រូវបានប៉ុស B គឺ31គឺត្រូវលេខអុសបន្តមកទៀតគឺយើងត្រូវបានប៉ុស D គឺ30គឺត្រូវចំតម្រុយតែម្ដងតម្រុយខ្ញុំបានឲ្យលេខ30គត់សរុបម៉ោង 1:30 នាទីគឺយើងត្រូវបាន4គ្រាប់បន្តមកទៀតនេះខ្ញុំបាននឹងផ្ទៀងផ្ទាត់ជូនពុកម៉ែបងប្អូនសម្រាប់ម៉ោង 4:30 នាទីម៉ោង 4:30 នាទីគឺយើងត្រូវបានប៉ុសហូគឺ33គឺត្រូវលេខអុសសរុបម៉ោង 4:30 នាទីគឺយើងត្រូវបាន1គ្រាប់បន្តមកទៀតនេះខ្ញុំបាននឹងផ្ទៀងផ្ទាត់ជូនពុកម៉ែបងប្អូនសម្រាប់ម៉ោង 6:30 នាទីម៉ោង 6:30 នាទីគឺយើងត្រូវបានប៉ុស A គឺ33គឺត្រូវលេខអុសសរុបម៉ោង 6:30 នាទីគឺយើងត្រូវបាន1គ្រាប់បន្តមកទៀតនេះខ្ញុំបាទនឹងលើកយកតម្រុយសម្រាប់ថ្ងៃទី15ខែតុលាឆ្នាំ2025ដើម្បីមកចែកជូនពុកម៉ែបងប្អូនដើម្បីចាក់ផ្សងសំណាងតម្រុយគឺមានលេខ51 69 79 25លេខអុសមាន2ខ្ទង់គឺអុសខ្ទង់50ហើយនិងអុសខ្ទង់70សូមពុកម៉ែបងប្អូនជួយ Subscribe ហើយនិង Share មេដៃជាសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗដែលខ្ញុំបានចេញជារៀងរាល់ថ្ងៃសូមជូនពរឲ្យពុកម៉ែបងប្អូនមានសំណាងល្អគ្រប់ក្រុមគ្រួសារបើសិនជាពុកម៉ែបងប្អូនមានចម្ងល់អ្វីមួយចង់សាកសួរឬក៏ផ្ដល់យោបល់សូម comment នៅខាងក្រោមសូមអភ័យទោសចំពោះការខុសឆ្គងដោយអចេតនាណាមួយសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀត